សំណួរសារឡើងវិញមួយភវកចិត្តគឺអ្វីពីរខណៈណាចិត្តឈ្មោះថាបណ្ណារៈព្រោះអ្វីបីចិត្តចិត្តសឹកជាបច្ច័យឲ្យកើតអ្វីខ្លះ4រោមជាបច្ច័យឲ្យកើតអ្វីខ្លះ5ការដឹងច្បាស់អរិយសច្ចធម៌ជាព្រះអរិយបុគ្គលមានប៉ុន្មានជាន់ថ្នាក់អ្វីខ្លះ6វត្ថុរូបគឺអ្វី7អាយតនៈគឺអ្វីជាអាយតនៈខ្លះ8សហជាតបច្ច័យគឺអ្វី9ចិត្តចរូបគឺអ្វីកើតពេលណាក្នុងភូមិដែលមានខណ្ឌ5ចិត្តណាមិនជាបច្ច័យឲ្យកើតចិត្តចរូបខ្លះ10ចំណុចបំណងដែលត្រឹមត្រូវនៃការសិក្សាព្រះធម៌គឺអ្វីបទទី2សេចក្តីអធិប្បាយពាក្យថាចិត្តក្នុងអដ្ឋសាលីនីចិត្តតុបាតខណ្ឌមានដូចតទៅនេះអធិប្បាយពាក្យថាចិត្តត្រង់ឈ្មោះថាចិត្តព្រោះអត្ថាកិត្តអធិប្បាយថាដឹងច្បាស់អារម្មណ៍ម្យ៉ាងទៀតព្រោះហេតុតាមសព្ទថាចិត្តតាំងនេះទូទៅដល់ចិត្តគ្រប់នោះដូច្នេះក្នុងពាក្យថាចិត្តតាំងនេះកុសលចិត្តនិងមហាកិរិយាចិត្តចំណែកលោកយៈទើបឈ្មោះថាចិត្តព្រោះសន្សំសន្តាននៃខ្លួនដោយអំណាចនៃចវ័នវិថីឈ្មោះថាចិត្តព្រោះជាធម្មជាតិដែលកម្មកិលេសសន្សំវិបាកចិត្តគ្រប់ដួងឈ្មោះថាចិត្តព្រោះជាធម្មជាតិវិចិត្រតាមសង្ឃាឈ្មោះថាចិត្តព្រោះធ្វើឲ្យវិចិត្រលក្ខណៈនៃចិត្តមាន6យ៉ាងដែលពោលទុកក្នុងគម្ពីរអដ្ឋសាលនីអដ្ឋកថាធម្មសង្កនីបករណៈបានអធិប្បាយពាក្យថាចិត្តដែលអាចបំបែកចេញបានជាខគឺឈ្មោះថាចិត្តព្រោះអត្ថាកិត្តគឺដឹងច្បាស់អារម្មណ៍មួយឈ្មោះថាចិត្តព្រោះសន្សំសន្តាននៃខ្លួនដោយអំណាចនៃចវ័នវិថីមួយឈ្មោះថាចិត្តព្រោះជាធម្មជាតិដែលកម្មកិលេសសន្សំវិបាកមួយឈ្មោះថាចិត្តព្រោះជាធម្មជាតិវិចិត្រតាមសំគួរមួយ